biệt số bông ôn đã tam ta nợ pay được bọn nhóm cư sự côn bánh nhà ngày ní cho ban nó mở nợ mụn hộp một mục tiết đài chỉ mụn hộp chọc bài bông ôn có thể score lấy nữa cứ pro hóc chân trám cho mùi nắng bỏng tìa vậy tới mai dưỡng ở tà mà hộp pro hóc cứ đơn là chọc bài ấy bông ôn thử thiểm bài một năng mau tại chân tế nhưng mà không ảnh tệ hay hóc chân trám bỏng tìa ní đá cứ rú chết đôi họ thầy bà má chân chém đài cứ còn là dưỡng ở đã thầy bà má tế cứ dưỡng đã bỏ học tỏ tự tạm năng tôi sẽ tặng ní ta vì thì thôi nó cứ bạp nè tờ 4 cứ rung xong bao nhóm miền đôi trí sẽ chụp bay tròn cho nón pi cam bông ổn và chọp khăn chân màu hay nâng chọp spy chân màu spy nó nhưng vô tục đã bị lừa bỏ học bao giờ hay ní bỏ học nhưng mọi miền thầy bà má tế chúng ta đã bỏ học nó tròn bay tới tập bay buôn cho vài hayต่อมาទៀតមានស្ករអំបិលប៊ីចេងហើយមានពងទាចំនួន3គ្រាប់ពងទាប្រៃមួយគ្រាប់ទៀតហើយនឹងបន្លែសក់មុខចឹងមកបងប្អូនអើយបន្លែកាន់តែច្រើនកាន់តែឆ្ងាញ់តើឥឡូវកុំឲ្យខាតពេលយូរតបងប្អូនទៅតាមដានទស្សនាអំពីវិធីធ្វើប្រហុកចិញ្ច្រាំរបស់យើងវិញអញ្ចឹងជាដំបូងគឺយើងត្រូវហាន់សាច់ជ្រូកបីជាន់របស់យើងជាកង់ដុំទូចៗដើម្បីឲ្យងាយស្រួលចិញ្ច្រាំណាហើយយើងជាស្បែកជ្រូកនឹងចេញមកស្បែកហ្នឹងមិនមែនយើងយកទៅចោលទេណាបងប្អូនគឺយើងយកហាន់វាជាកង់ទូចៗល្មមសម្រាប់យើងដាក់ពីលើផុកចំហុយរបស់យើងហ្នឹងអ្នកដែលចូលចិត្តស្បែកជ្រូកគឺដឹងហើយស្បែកជ្រូកចំហុយមួយផុកហ្នឹងគឺឆ្ងាញ់មែនតើហ្មងណាបងប្អូនហើយយើងចិញ្ច្រាំចឹងមកប្រសិនបើបងប្អូនប្រើម៉ាស៊ីនក្លុកក៏បានដែរយកក្លុកមកវាឆាប់ហើយប៉ុន្តែម៉ាស៊ីនក្លុកនឹងមានអារម្មណ៍ថាពេលខ្ញុំក្លុកទៅវារៀងស្អិតជាប់នឹងម៉ាស៊ីនណាអត់សូវតំណងហើយអត់សូវមានជាតិដូចយើងច្រាមផ្ទាល់អញ្ចឹងទេអញ្ចឹងខ្ញុំច្រាមទៅហើយយើងបន្ទាប់ពីច្រាមសាច់ជើងមកហើយខ្ញុំដាក់ប្រហុកចូលប្រហុកនេះខ្ញុំប្រើច្រើនទេតែពី3ច្បាយនឹងឯងហើយនឹងខ្ទឹមសហើយនឹងម្ទេសយើងចិញ្ច្រាំជាមួយគ្នាហើយមកប្រសិនបើបងប្អូនចូលចិត្តហឹរដាក់ម្ទេស 4-5 គ្រាប់ទៅតែសម្រាប់ខ្ញុំដាក់ម្ទេសតែ2គ្រាប់ហ្នឹងប៉ុណ្ណឹងបានហើយល្មមហើយយើងចិញ្ច្រាំមកហើយយើងមកគូសពងទាខ្ញុំមាន3គ្រាប់ប៉ុន្តែខ្ញុំគូសតែ2សិនទេយកទាំងអក្សរដែរណាបងប្អូនហើយបន្ទាប់មកទៀតយើងបន្ថែមស្ករដាក់ស្ករយើងច្រើនតិចព្រោះដោយសារប្រហុករបស់យើងវាប្រៃស្រាប់ហើយក៏ដាក់អំបិលទេបងប្អូនប៉ុន្តែខ្ញុំលួចដាក់រ៉ូឌីបន្តិចហើយនឹងប៊ីចេងបន្ទាប់មកទៀតយើងកូរច្បល់ប្រហុករបស់យើងហើយនឹងពងទាហ្នឹងសប់ឲ្យសប់ចូលជាតិគ្នាល្អមកណាបងប្អូនមើលតំណងមែនតែនហ្មងឲ្យឈ្ងុយប្រហុកហ្នឹងដោយសារខ្ញុំទិញពីអ្នកស្រុកអ្នកភូមិណាអញ្ចឹងហើយគាត់ធ្វើល្អឡើងឈ្ងុយហ្មងប្រហុកហ្នឹងណាដាក់តែបន្តិចទេប៉ុន្តែក្លិនល្អមែនតែនហ្មងនេះហើយយើងកូរច្បល់វាមកហើយសាច់ជ្រូករបស់យើងចិញ្ច្រាំឲ្យម៉ត់ណាបងប្អូនកាលណាអត់ម៉ត់ទេវានៅដុំអត់សូវចូលជាតិទេតតែម៉ត់ល្អហើយខ្ញុំចាក់ដាក់កូនចានបន្ទាប់មកទៀតដាក់ម្ទេសហើយសាច់ស្បែកជ្រូករបស់យើងដែលខ្ញុំហាន់មុនហ្នឹងដាក់ចូលមកហើយនេះយើងមកដល់វគ្គចំហុយហីបើសិនជាបងប្អូនមានឡៅសឹងដាក់ឡៅសឹងទៅប៉ុន្តែដោយសារខ្ញុំអត់មានឡៅសឹងទេបងប្អូនដាក់ទឹកនៅក្នុងឆ្នាំងហ្នឹងហើយដាក់ចានផ្ងាដូចខ្ញុំចឹងមកហើយដាក់ចានកូនចានរបស់យើងចំហុយទៅគឺបានដូចគ្នាណាបងប្អូនអត់ចាំបាច់តែមានឡៅសឹងទេបងប្អូនអើយចង់ផុសពិសេសធ្វើម្ហូបផ្លេចមុខផ្លេចក្រោយផ្លេចដាក់ពងទាប្រៃឥឡូវទៅគោះពងទាប្រៃយកតែផ្នែកក្រហមទេមកដាក់លើប្រហុករបស់យើងណាហើយខ្ញុំចំហុយបន្តរហូតប្រហែលជា15នាទីឆ្អិនបាន 70% ហើយខ្ញុំទៅគោះពងទាពណ៌លឿងម្ដងអាពងទាដែលនៅសល់មួយហ្នឹងគួរយកតែផ្នែកពណ៌លឿងទេយកមកដាក់ពីលើប្រហុករបស់យើងដើម្បីឲ្យវាមានពណ៌ស្អាតណាបងប្អូនឃើញទេនៅពេលដែលយើងអត់តន់ដាក់ពងទាទេវាអត់តន់មានពណ៌វារៀងស្លេកនៅពេលដែលយើងដាក់ពងទាហើយគឺពណ៌វាពណ៌លឿងតំណងគួរឲ្យចង់ញ៉ាំហ្មងមើលបងប្អូនឥឡូវផុករបស់ខ្ញុំឆ្អិនហើយខ្ញុំចាប់ផ្ដើមទៅស្រស់បន្លែរបស់ខ្ញុំវិញបន្លែដែលខ្ញុំស្រស់មានស្តេកគួរស្ញិតពោតហើយនឹងម្ទេសហើយនេះយើងចាប់ផ្ដើមមករៀបបន្លែទៅបន្លែកាន់តែច្រើនកាន់តែឆ្ងាញ់ណាបងប្អូនសម្រាប់ខ្ញុំហ្មងបន្លែដែលញ៉ាំឆ្ងាញ់ជាមួយនឹងប្រហុកចិញ្ច្រាំពងទាហ្នឹងគឺម្ទេសពណ៌ខៀវនេះខ្ញុំមិនដឹងថាហៅម្ទេសអីទេបងប្អូនប៉ុន្តែម្ទេសហ្នឹងវាហឹរតិចញ៉ាំជ្រលក់ជាមួយហ្នឹងទៅគឺចាប់ជាតិគ្នាបានល្អពពីហើយនឹងស្នៀតពោតក៏ឆ្ងាញ់ដែរណាបងប្អូនយើងផ្ទាប់ទៅញ៉ាំបាយបានច្រើនណាឆ្ងាញ់មែនតើអ្នកពងទាប្រៃ
snow ពងទាប្រៃហ្នឹងគឺថាមានជាតិស្អិតល្មួតហ្មងហើយនឹងស្បែកជ្រូកហ្នឹងណាអ្នកចូលចិត្តស្បែកជ្រូកដាក់ឲ្យច្រើនមកគឺឆ្ងាញ់ណាខ្ញុំដាក់ស្បែកជ្រូកច្រើនតែបងប្អូនប៉ុន្តែដល់ពេលចំហុយទៅស្បែកជ្រូកហ្នឹងវាកប់ទៅខាងក្នុងអស់ហើយប៉ុន្តែมันជាបញ្ហាទេគឺឆ្ងាញ់ដូចគ្នាណែបងប្អូនមកញ៉ាំបាយនៅមកញ៉ាំបាយជាមួយខ្ញុំផុកចិញ្ច្រាំពងទានេះនិយាយថាមានជាតិមែនតែនហ្មងណាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំបើសិនជាបងប្អូនចង់ឲ្យខ្ញុំធ្វើមុខម្ហូបអីទៀតអាចខមមិនខាងក្រោមបានណាអរគុណ